លោកអែមរៀមរងការរិះគន់រឿងការស្លៀកពាក់ហាក់ញោមញីកិត្តិយសស្រីៗគឺជាសាប៊ូកក់សក់និងក្រែមបន្ទន់សក់ពណ៌ខាវីយ៉ាពណ៌គឺជា brand របស់កូនខ្មែរទទួលបានសក់មានសុខភាពល្អនិងភ្លឺរលោងជាមួយនឹងពណ៌ថ្ងៃនេះព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលមាននៅក្នុងវីដេអូឬឆាតចូល page ឥឡូវនេះម្ដងជាពីរដងស្ទើរតែคล้ายជារឿងដដែលជុំវិញការស្លៀកពាក់របស់លោកអែមរៀមដែលរៀនចាប់ថ្នាក់បណ្ឌិតច្នៃម៉ូដត្រូវរងនឹងការរិះគន់ពីអ្នកលេងបណ្ដាញសង្គមជាស្ដែងថ្មីនេះនៅក្នុងការលេងទឹករដូវកាលបុណ្យចូលឆ្នាំខ្មែររូបលោកបានបង្កឲ្យមានមតិប្រតិកម្មម្ដងទៀតជាពិសេសគឺត្រូវមនុស្សជាច្រើនចាត់ទុកលោកញោមញីកិត្តិយសស្រីៗនិយមតុបតែងខ្លួនជាមនុស្សស្រីពាក់ស្បែកជើងកែងលោកអែមរៀមបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមបញ្ចេញមតិរិះគន់ថាចេញមកមិនច្រឡំគេបន្ទាប់ពីលោកដើរកម្សាន្តក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តនិងមានការលេងទឹកជាមួយនឹងពលរដ្ឋដទៃទៀតការរិះគន់បានចាប់ផ្ដើមនៅពេលលោកអែមរៀមស្លៀកពាក់លេងស្ទាយដាក់ដើមទ្រូងคล้ายៗនៅលើអាវរបស់ខ្លួនខណៈអ្នកមួយចំនួនដែលជួបលោកបានលេងច្របាច់ដើមទ្រូងនោះផងដែរសកម្មភាពទាំងនេះត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនបញ្ចេញមតិរិះគន់បណ្ឌិតច្នៃម៉ូដរូបនេះម្ដងទៀតជុំវិញសម្លៀកបំពាក់របស់លោកដែលជារឿយៗច្នៃម៉ូដខ្លាំងពេកមហាជនទទួលយកមិនបានមិនត្រឹមតែប៉ុណ្ណោះពួកគេចាត់ទុកថាការធ្វើបែបនេះហាក់ដូចជាញោមញីកិត្តិយសស្រីៗពេកដោយសារតែលោកអែមរៀមតុបតែងខ្លួនជាមនុស្សស្រីដែលបង្កឲ្យប៉ះពាល់ដល់មនុស្សស្រីពិតប្រាកដអ្នកលេងបណ្ដាញសង្គម Facebook បានបញ្ចេញមតិថាល្មមសារ៉េចេញខ្លះហើយមនុស្សថោកធន់នឹងទុកក៏មិនចំណេញដកចេញក៏មិនខាតដែរក្រសួងល្មមយកទៅដាក់គុកហើយដដែលពេកហើយច្នៃម៉ូដបែបល្ងិតល្ងងក្នុងនាមជាកូនខ្មែរមួយរូបខ្ញុំមិនគាំទ្រលើការច្នៃសម្លៀកបំពាក់បែបនេះមិនថាក្នុងហេតុផលបែបណាក៏ដោយឈប់ទៅសំអង្វរឈប់ធ្វើសកម្មភាពអ្វីធ្វើឲ្យចោលសៀមជន់ឈ្លីកិត្តិយសរបស់ខ្មែរទៀតទៅប្រទេសកម្ពុជាត្រូវអាប់អោនកេរ្តិ៍ឈ្មោះដោយសារបារម្ភម្នាក់នេះហើយឯណាទៅតម្លៃស្ត្រីខ្មែរមិនធ្វើអញ្ចឹងការរិះគន់ចុងក្រោយនេះលោកអែមរៀមពុំទាន់ចេញមុខឆ្លើយតបនៅឡើយទេគិតត្រឹមរសៀលថ្ងៃទី20ខែមេសាដោយលោកបានបង្ហោះរឿងរ៉ាវផ្សេងជំនួសវិញកន្លងមកបន្ទាប់ពីមហាជនរិះគន់យ៉ាងដំណំលោកអែមរៀមធ្លាប់ចូលជួបជាមួយនឹងប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកអុកញ៉ាម៉ៅចំណានម្ដងរួចមកហើយទោះបីជាធ្លាប់អង្គុយតុមូលម្ដងរួចមកហើយក្តីលោកអែមរៀមនៅបន្តច្នៃម៉ូដប្លែកៗរបស់ខ្លួនដដែលលោកក៏ធ្លាប់និយាយនៅលើបណ្ដាញសង្គមកន្លងមកដែលថាការច្នៃម៉ូដរបស់ខ្លួនមិនបានបង្ហាញវប្បធម៌ខ្មែរនោះទេផ្ទុយទៅវិញការយល់ដឹងរបស់ប្រជាជនខ្មែរនៅមានកម្រិតប៉ុណ្ណោះ